ông pi sanya đi bộ sanya ở đây là sòng khăn sanya là một sòng khăn cho một con á như này thì mùi sanya phê một sấn sòng khăn trên ghế bạn oil pressure burning light miền này tha bờ bong bọt lan mà bốn thì sanyaแบบนี้คือแตะตรงจมูกน้องเพลสนขวาแบบเพลสนอ่อนมีนหรือก็ปอนบนเพลมีนปัญหาสัญญานี้คือกูกลมบรรทอกการทั่วดำนาบรรทอตีดบุษนจะมาพร้อมกับปองแต่ทั่วดำนาโอเคแต่โลจีอย่างที่บรรทอนสัญญาที่ปีแตะตรงจมูก tire pressure sensor โอเคสัญญาមួយនេះបងប្អូនអាចជីបន្តជីបានបងប្អូនមើលកង់ទៅបើសិនជាបងប្អូនកង់អត់ធូរទេបងប្អូនអាចជីទៅមុខបានសញ្ញានេះគឺតេតូជាមួយ valve sensor ដែលមានបញ្ហាខូចឬក៏ sensor អត់មានអីចឹងទៅបាទឬក៏ធូរកង់បាទសញ្ញាទី3 engine temperature warning light បាទតេតូសញ្ញាកម្ដៅខ្លាំងបាទជាពិសេសឡានព្រុសយើងដែលមានសញ្ញាបែបហ្នឹងបងប្អូនណាបាទឡានព្រុស0409 010ហ្នឹងបើមានសញ្ញាបែបហ្នឹងបងប្អូនកុំបន្តការធ្វើដំណើរបងប្អូនអាចសម្រាកបានក្នុងរយៈពេល1ម៉ោងបាទ1ម៉ោងកន្លះម៉ោងទៅ1ម៉ោងបងប្អូនអាចចាំធ្វើដំណើរទៅទៀតហើយបញ្ហានេះគឺជាច្រើនអាចមានបញ្ហាលើប្រព័ន្ធបូមទឹកឬប្រព័ន្ធទឹកឬក៏អាចខូចបូមទឹក electric water pump បងប្អូនហ្នឹងហើយឬក៏តង្ហាកៀងអីចឹងទៅបាទអាចតង្ហាពីរមុខមានតង្ហាមួយមានណាមួយមានបញ្ហាអាហ្នឹងបងប្អូនមើលជាក់ស្ដែងហើយជាសំខាន់ជាពិសេសអាចតាក់ទងទៅជាងផ្ទាល់ទៅបងណាហ្នឹងហើយហើយមួយទៀតតាក់ទងសញ្ញា check engine light នេះគឺតាក់ទងជាមួយនឹង lane system យើងមានបញ្ហា check error ប្រព័ន្ធភ្លើងណាមួយបាទឬក៏ខូចគ្រឿងបង្គំណាមួយនៃឡានអីចឹងណាគ្រឿងតូចទេតែបើសិនជាឡាននេះបើសិនជា check បែបហ្នឹងមិនសូវជាសំខាន់ទេបងប្អូនអាចដឹងហើយឬក៏ឡានបងប្អូនមិនញាក់មិនញ័រមិនក្តៅមិនទេបងប្អូនអាចបន្តជិះបានរហូតដល់ការ៉ាស់បងប្អូនណាបន្តជិះបានមួយទៀតគឺសញ្ញាអគុយ battery alert light បាទតេតូសញ្ញាមួយនេះគឺតេតូជាមួយសញ្ញាអាគុយ12 V មានបញ្ហាឬក៏មិនសាកអាគុយអីទៅបាទតាក់បូស្តាធ្វើមានបញ្ហាចលស្រីតាក់បូស្តាបាទalternator បាទ alternator មានបញ្ហាចូលមកហ្នឹងហើយគេហៅ dynamo ហ្នឹងបាទមានបញ្ហាឬអាគុយខូចមួយទៀតសញ្ញា ABS បាទ ABS នេះគឺសញ្ញាសំខាន់មែនតើបាទសំខាន់មែនតើហ្នឹងហើយបើចេញសញ្ញា ABS បែបនេះគឺតេតងមួយ system ABS មានបញ្ហាអូខេវាថា ABS warning light system មានន័យថាសញ្ញាមួយហ្នឹងគឺប្រព័ន្ធ ABS មានបញ្ហាអញ្ចឹងទៅហ្នឹងហើយសំខាន់រហូតជាន់ C អត់បើប្រព័ន្ធជាន់ C អាចបន្តការធ្វើដំណើរបានហើយជិះទៅការប្រុងប្រយ័ត្នមួយទៀតសញ្ញា brake នេះគឺសញ្ញាប្រាំងដៃយើងអាចដាក់ប្រាំងដៃយើងមិនដោះប្រាំងដៃអីហ្នឹងគឺចេញសញ្ញា brake ហ្នឹងហើយបងប្អូនណាហ្នឹងហើយអាចតាក់ទងជាមួយនឹងយើងដោះមិនបានដោះប្រាំងដៃបាទមួយទី2យើងខ្វះពេងប្រាំងបងប្អូនខ្វះពេងប្រាំងហើយបើខ្វះពេញប្រាំងទៅបងប្អូនជួបជាងទៅហើយបើអត់តន់ដោះប្រាំងដៃទេបងប្អូនដកប្រាំងដៃមកអូខេហើយមួយទៀតគឺសញ្ញាខ្សែក្រវ៉ាត់ set belt reminder បាទបងប្អូនសញ្ញាហ្នឹងគឺយើងអាចបានដាក់ខ្សែក្រវ៉ាត់យើងដាក់ទៅបាត់ហើយមួយទៀត airbag នេះទាក់ទងសញ្ញាប្រព័ន្ធពងសុវត្ថិភាពដែលមានការប៉ះទង្គិចអីទៅវាធ្វើឲ្យផ្ទុះប៉ុន្តែបើចេញសញ្ញាហ្នឹងគឺមិនមានការផ្ទុះទេទុះពងអីដើម្បីការពារយើងអីចឹងណាបើមានបញ្ហាតែសំខាន់បងប្អូនយកទៅជាងទៅ